ចូលទៅកាន់សំណាក់ភិក្ខុទាំងឡាយចូលទៅកាន់សំណាក់ភិក្ខុទាំងឡាយដើម្បីអានបួសបានគុណចាស់ភិក្ខុទាំងឡាយនោះអត់អនុញ្ញាតឲ្យតាព្រាហ្មណ៍នឹងបួសទេណាដោយសារឃើញលោកតាព្រាហ្មណ៍ហ្នឹងជាបុគ្គលចាស់ណាចាស់ទៅមិនចង់ឲ្យបួសទេព្រោះខ្លាចពិបាកអប់រំទូនមានដើររកភិក្ខុទាំងឡាយឲ្យជួយក៏អត់បានក៏កើតទុករឹងរឹតតែស្គមទៅទៀតដល់ពេលរឹងរឹតតែស្គមអញ្ចឹងក៏បានចូលទៅកាន់ព្រះសម្មាសម្ពុទ្ធព្រះអង្គឃើញក៏ព្រះអង្គសួរថាម៉េចបានជាអញ្ចឹងថាអូមកពីខ្ញុំបករណាហ្នឹងសូមភិក្ខុទាំងឡាយបួសតែភិក្ខុទាំងអស់ហ្នឹងមិនអនុញ្ញាតឲ្យទូលព្រះបង្គំបួសទេព្រះអង្គណាព្រះអង្គក៏សួររកភិក្ខុទាំងឡាយមនាលភិក្ខុទាំងឡាយមើលអ្នកណាម្នាក់ដែលធ្លាប់មានឧបការៈគុណបានន័យថាធ្លាប់តាព្រាហ្មណ៍នឹងធ្លាប់ធ្វើគុណចំពោះអ្នកទាំងឡាយមកមានទេក្នុងជំនុំចំណោមនេះមានណាព្រះអង្គសួរអញ្ចឹងណាព្រះអង្គសួរថាក្នុងជំនុំចំណោមនេះមានអ្នកណាម្នាក់ដែលធ្លាប់តាព្រាហ្មណ៍នឹងធ្លាប់ធ្វើគុណដាក់ណាបងពេលនោះព្រះសិរីបុត្រនៅនឹងបងព្រះសិរីបុត្រក៏នៅក្នុងទីនោះតែពេលព្រះសិរីបុត្រនៅក្នុងទីនោះព្រះសិរីបុត្រក៏អឺតបទៅកាន់ព្រះសម្មាសម្ពុទ្ធវិញថាបបិទ្ធព្រះអង្គដ៏ចម្រើនតាព្រាហ្មណ៍ម្នាក់ហ្នឹងកាលពីខ្ញុំបករណាទៅបិណ្ឌបាតនៅក្នុងក្រុងរាជក្រឹសលោកតាព្រាហ្មណ៍ម្នាក់នេះបានធ្លាប់ប្រគេននៅបាយមួយវែកដល់ខ្ញុំបករណាចឹងខ្ញុំបករណារលឹកនៅគុណរបស់តាព្រាហ្មណ៍ម្នាក់ហ្នឹងរលឹកនៅគុណតាព្រាហ្មណ៍របស់អ្នកហ្នឹងអញ្ចឹងក៏ព្រះសម្មាសម្ពុទ្ធព្រះអង្គសាធុញោមសាធុសារីបុត្រពិតជាសពបរោះមែនសាធុសារីបុត្រពិតជាអ្នកមានបញ្ញាព្រោះថាសារីបុត្រទាំងឯងជាមនុស្សចេះដឹងគុណអ្នកដទៃអញ្ចឹងក៏ឲ្យតាបោះម្នាក់ហ្នឹងក៏ឲ្យតាព្រាហ្មណ៍ម្នាក់ហ្នឹងទៅបួសក្នុងសំណាក់ព្រះសារីបុត្រណាទៅបួសក្នុងសំណាក់ព្រះសារីបុត្រព្រះសារីបុត្រក៏បំពោះតាព្រាហ្មណ៍ម្នាក់ហ្នឹងក៏ទូនមានតាព្រាហ្មណ៍ម្នាក់ហ្នឹងមិនយូរប្រហែលក៏បានសម្រេចជាព្រះរហន្តទៅក៏មានព្រះនាមថារាធថេរៈទៅបងអញ្ចឹងក្នុងរឿងរ៉ាវនេះគឺព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងព្រះអង្គសរសើរនៅអ្នកដឹងគុណអ្នកដែលដឹងគុណអ្នកដតីណាញោមអ្នកដែលដឹងគុណអ្នកដតីហើយនឹងអ្នកដែលធ្វើតបគុណគុណអ្នកដែលដឹងគុណអ្នកដតីគេហៅថាកតញ្ញូអ្នកដែលចេះតបគុណគេមកវិញគេហៅថាកតវេទីណាអ្នកដែលដឹងគុណហើយនឹងដឹងនៅកតវេទីបានន័យថាដឹងគុណហើយតបគុណវិញកតញ្ញូកតវេទីហ្នឹងគឺព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គទ្រង់សរសើរព្រះអង្គទ្រង់សរសើរអញ្ចឹងដូចជាញាតិមិត្តរបស់យើងបងប្អូនប្រុសបងប្អូនស្រីមេដាបេដារបស់យើងសង្កត់តែជាអ្នកមានគុណទាំងអស់គ្នាមកកាន់យើងអញ្ចឹងយើងត្រូវដឹងគុណគឺដឹងតាមផ្លូវចិត្តថាអូអ្នកនេះជាអ្នកមានគុណរបស់អញអ្នកនេះធ្លាប់ធ្វើនៅគុណរបស់អញណាក៏ដោយហើយទៅសម្បីតែបុគ្គលម្នាក់នោះធ្លាប់ឲ្យទឹកយើងផឹកមួយកែវតែនោះក៏ហៅថាអ្នកមានគុណសម្រាប់យើងទាំងអស់គ្នាដែរណាញោមទាំងអស់គ្នាមិនមែនតលតែគេជួយប្រចាំជីវិតហ្នឹងក៏ទេដែរមិនមែនបានន័យថាតលគេជួយពេញមួយជីវិតទើបហៅថាអ្នកមានគុណនោះក៏ទេដែរសម្បីតែគេឲ្យទឹកយើងមួយកែវផឹកអាហ្នឹងក៏ជាអ្នកមានគុណសម្រាប់យើងដែរណាញោមអឺដល់ពេលមួយទៀតអញ្ចឹងយើងត្រូវចេះដឹងគុណដល់ពេលដឹងគុណហើយដឹងថាអូបុគ្គលនេះធ្លាប់ធ្វើនៅសេចក្តីល្អដាក់អញយើងនឹងធ្វើតបទៅវិញកាលណាដែលធ្វើតបទៅវិញគេហៅថាកតវេទីគ្រាន់តែដឹងក្នុងចិត្តថាអ្នកនេះមានគុណរបស់អញអានឹងគេហៅថាកតញ្ញូណាញោមចន្ទធីហើយគ្រាន់តែដឹងថាអ្នកនេះជាអ្នកមានគុណរបស់អញអានឹងហៅថាកតញ្ញូដល់ពេលយើងធ្វើអ្វីមួយតបស្នងសងគុណទៅអ្នកនោះដោយរបស់ឬមួយក៏ដោយកាយដោយវាចាដោយវត្ថុដោយលុយដោយកាក់នឹងគេហៅថាកតវេទីនឹងគេហៅថាកតវេទីគឺបានន័យថាតបគុណ
ដឹងគុណតបគុណដូចមេដាបៃតារបស់យើងមេដាបៃតារបស់យើងជាអ្នកមានគុណសម្រាប់យើងទាំងអស់គ្នាចឹងយើងដឹងថាគាត់នឹងគឺជាអ្នកមានគុណសម្រាប់យើងគ្រាន់តែដឹងក្នុងចិត្តថានឹងជាអ្នកមានគុណនឹងកតញ្ញូណាញោមដល់ពេលយើងដឹងថាអ្នកនឹងជាអ្នកមានគុណសម្រាប់យើងហើយយើងប្រឹងប្រែងធ្វើសេចក្តីល្អទៅដាក់អ្នកនឹងវិញនឹងគេហៅថាកតវេទីកតវេទីកតញ្ញូដឹងគុណកតវេទីគឺធ្វើតបទៅវិញអញ្ចឹងអ្នកដែលដឹងគុណហើយនឹងធ្វើសេចក្តីល្អតបទៅរកអ្នកមានគុណវិញនឹងគេហៅថាសប្បុរសព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សរសើរព្រះអង្គទ្រង់សរសើរព្រះសារីបុត្រដែលចេះដឹងគុណគេហើយណាតបស្នងសងគុណទៅវិញនឹងហៅថាសប្បុរសព្រះអង្គសរសើរមែនតើញោមនៅក្នុងគម្ពីរមហាវគ្គហ្នឹងព្រះអង្គសាធុអូអ្នកណាដឹងគុណគេគឺព្រះអង្គសាធុណាព្រះសាធុសាធុតែបើសិនថាអត់ដឹងគុណគេមកវិញគេធ្លាប់ជាអ្នកមានគុណសម្រាប់យើងតែយើងអត់ដឹងគុណទៅគេវិញតើមានទោសយ៉ាងម៉េចមកវិញភាសាបាលីថាមក្ខៈរមិលគុណរមិលគុណអ្នកមានគុណរបស់យើងអ្នកមានគុណរបស់យើងយើងដឹងគុណគេវិញតើព្រះសម្មាសម្ពុទ្ធព្រះអង្គសរសើរយ៉ាងម៉េចព្រះអង្គសរសើរថាអ្នកនឹងជាសប្បុរសដល់ពេលអ្នកមានគុណរបស់យើងបែរជាមិនដឹងគុណមិនត្រឹមតែមិនដឹងគុណទេថែមទាំងរមិលគុណធ្វើបាបគេតបទៅវិញទៀតតើមានទោសយ៉ាងម៉េចនៅក្នុងមិត្តកវិនតៈជាដកញោមមិត្តវិនកៈជាដកមានសម្ដែងពីការវិនិច្ឆ័យព្រោះតែការមិនដឹងនៅគុណរបស់អ្នកដទៃមិនដឹងនៅគុណរបស់អ្នកដទៃអ្នកដទៃមានគុណសម្រាប់យើងតែយើងអត់ដឹងគុណតបទៅវិញគឺមានទោសច្រើនទោសរត់ដល់ធ្លាក់ទៅកាន់អបាយភូមិគឺបិទវិនកៈហ្នឹងអត់ដឹងគុណម្ដាយព្រោះម្ដាយហាមគាត់ក៏រុញច្រានម៉ែឪម្ដាយហើយក៏ទៅរកស៊ីហ្នឹងក៏មិនជោគជ័យរហូតធ្លាក់នរកទៅទាំងរស់តែម្ដងណាធ្លាក់នរកទៅទាំងមនុស្សអញ្ចឹងណាញោមណាអ្នកដែលអត់ដឹងគុណណាញោមធ្លាក់នរកទៅទាំងមនុស្សទាំងនេះទាំងអញ្ចឹងណាញោមដើរទៅចូលឋាននរកអត់ដឹងខ្លួនតែហ្មងទៅទាំងមនុស្សតែហ្មងណាយើងធ្លាប់ទៅឮថាស្លាប់ហើយធ្លាក់នរកណាញោមនេះចូលទៅទាំងមនុស្សតែហ្មងមានអញ្ចឹងដែរណាញោមដល់ពេលមួយទៀតរឿងភិក្ខុទេវទត្តអត់ដឹងគុណព្រះបរមពោធិសត្វព្រះបរមពោធិសត្វកាលនោះព្រះអង្គជាសត្វស្វាហើយភិក្ខុទេវទត្តអ្នកខ្វៀលគោរកគោបាត់គោក៏រកគោរទៅក៏ធ្លាក់ក្នុងជ្រោះជ្រៅព្រះបរមពោធិសត្វកើតជាសត្វស្វាដាក់វัวឲ្យតោងដល់ពេលដាក់វัวឲ្យតោងអញ្ចឹងទៅតាព្រាបនឹងអស់កម្លាំងចង់ស៊ីសាច់ស្វាក៏យកដុំថ្មទៅគប់ក្បាលស្វានឹងបែកស្វាកំពុងតែដេកស្វានឹងក៏រត់លោតទៅលើដើមឈើសម្លឹងមើលណាគេគប់អញមិនឃើញតាព្រាមនឹងទឹកចិត្តរបស់ព្រះបរមពោធិសត្វនៅតែចង់ជួយញោមនៅតែចង់ជួយនាំព្រះនាំតាព្រាមនឹងចេញពីព្រៃឲ្យផុតតលទៅបានចេញតលទៅផុតដល់ពេលចេញផុតទៅក៏តាព្រាមនឹងមុនដំបូងស្បែករបស់គាត់កើតជាទំនួចពឹសដុំតូចព្រោះយូរទៅធំទៅប៉ិនក្របសណ្ដែកអស់ឲ្យប៉ិនក្របសណ្ដែកក៏ប៉ិនក្របពុត្រាអស់វាប៉ិនក្របពុត្រាក៏ប៉ិនផ្លែភ្នៅអញ្ចឹងណាញោមធំទៅផ្ទុះព្រោះទុក្ខវេទនាខ្លាំងហ្នឹងណាញោមអញ្ចឹងញោមជីវិតមនុស្សយើងអាចពិនិត្យយើងរៀនសិក្សាធម៌របស់ព្រះពុទ្ធយើងអាចពិនិត្យបានជីវិតអ្នកខ្លះហេតុអីក៏កាក់កបហេតុអីក៏រកស៊ីនឹងមានបានម្លេះជីវិតខ្លះហេតុអីក៏រកស៊ីដាក់ខ្លាំងម្លេះអត់មានអត់បានអត់កាក់កបជីវិតខ្លះហេតុអីទៅកន្លែងណាក៏គេស្អប់គេមិនចូលចិត្តគេពោលទោសគេតេះដៀលបន្តបង្ងាប់រហូតមានអញ្ចឹងណាញោមកត្តាទី1គឺមកពីនៅនោះអត់ដឹងគុណញោមអត់ដឹងគុណម៉ែអត់ដឹងគុណឪអត់ដឹងគុណគ្រូបាអាចារ្យអត់ដឹងគុណមិត្តភក្តិសព្រមចារី
ណាអ្នកដែលដឹងគុណមិត្តភក្តិសប្រមចារីអត់ដឹងគុណម៉ែអត់ដឹងគុណឪទៅកន្លែងណាហ្នឹងគឺថាជួបទុកលំបាកគេអត់ចូលចិត្តគេអត់ទទួលអញ្ចឹងណាញោមពិបាកមែនតើទង្វើមួយដែលគេធ្វើបានដោយលំបាកហ្នឹងឧទាហរណ៍ថាភ្ញៀវមកកាន់ផ្ទះយើងកំពុងហូបបាយពេលដែលភ្ញៀវមកលេងផ្ទះយើងតែងតែហៅហូបអត់ហៅមិនបានតែបើសិនថាមនុស្សដែលអត់ដឹងគុណគេទៅលេងផ្ទះណាណាគេអង្គុយហូបបាយទៅពឹងហើយគេអត់ហៅហូបបាយទេអានឹងទោសណាញោមអានឹងទោសអត់អត់ដឹងគុណគេបងទោសអត់ដឹងគុណគេហ្នឹងគឺទៅកន្លែងណាលំបាកអញ្ចឹងបងណាអញ្ចឹងណាញាតិញោមទាំងអស់គ្នាយើងអាចសង្កេតបានអញ្ចឹងមិត្តភក្តិរបស់យើងដែលគេធ្លាប់មានគុណមានឧបការៈដល់យើងធ្វើតបទៅវិញបងយើងធ្វើតបទៅវិញចេះស្រឡាញ់ចេះរាប់អានអញ្ចឹងណាញោមហ្នឹងដល់ពេលយើងចេះដឹងគុណចាប់ពីមិត្តភក្តិចាប់ពីមាតាបិតារហូតទៅដល់មនុស្សលើโลกនេះអញ្ចឹងដល់ពេលយើងដឹងគុណគេច្រើនអញ្ចឹងយើងទៅណាមកណាក៏សម្បូរមិត្តភក្តិសម្បូរសហប្រមចារីសម្បូរគេស្រឡាញ់សម្បូរគេរាប់អានច្រើនហ្នឹងដោយសារតែអានិសង្សនៃការចេះដឹងគុណណាញោមចេះដឹងគុណអញ្ចឹងមកថាមិត្តភក្តិសហប្រមចារីទោះគ្នាអីតិចតួចកុំតល់ណាបែកបាក់គ្នាញោមគិតមើលវែងឆ្ងាយបន្តិចមិត្តភក្តិសហប្រមចារីសិតតែអ្នកមានគុណសម្រាប់យើងតើញោមយើងបញ្ញាប់បែកពីពួកគាត់ទាំងអស់ហ្នឹងយើងនឹងស្អប់យើងនឹងคลายទៅជាសត្រូវរបស់អ្នកហ្នឹងដល់ពេលคลายទៅជាសត្រូវរបស់ម្នាក់នោះដល់ពេលคลายទៅជាសត្រូវរបស់ម្នាក់នោះតែងតែខឹងដល់ពេលខឹងក៏មិនដឹងគុណដល់ពេលមិនដឹងគុណក៏លំបាកលំបិនអញ្ចឹងណាញោមតើណាញោមហ្នឹងតើណាអញ្ចឹងយើងរៀនដឹងគុណទាំងអស់គ្នាចាប់ផ្ដើមពីមាតាបិតាដែលនៅរស់យើងរៀនដឹងគុណទាំងអស់គ្នារៀនដឹងគុណទាំងអស់គ្នាដល់ពេលអត់ដឹងគុណលំបាកលំបិនសោយទុកសោយលំបាកច្រើនអញ្ចឹងអាត្មារៀបរាប់ខាងដើមមានប្រមាណប៉ុណ្ណឹងបងដើម្បីចូលទៅមេរៀនជាបន្តទៀតញោមទាំងអស់គ្នាពីម្សិលមិញយើងរៀនចប់អហេតុកៈអកុសលវិបាក7ដួងអហេតុកៈអកុសលវិបាក7ដួងយើងរៀនបានចប់ហើយពីម្សិលមិញហ្នឹងគឺនៅញោមខ្លះដែលអាត្មាមិនទាន់បានសាកសួរអញ្ចឹងអាត្មានឹងសាកសួរជាបន្តទៀតណាជាបន្តទៅទៀតសួរឥឡូវសួរឆ្លើយបានអស់ហើយបានអាត្មាធ្ងន់ចិត្តថាញោមបានមេរៀនអញ្ចឹងណាហើយញោមដែលដឹងហើយញោមស្ដាប់តទៀតទៅវាដកនឹងទៅជាវាដកដកបានន័យថាកុំឲ្យវាធ្លាក់ទៅណាញោមវាចាំបានយូរថិតថេរបានយូរដកបានយូរថិតថេរបានយូរពេលម្សិលមិញនៅញោមស្រីមុំអកុសលវិបាក7ដួងមានអ្វីខ្លះទី1ទី2ទី3ស្អីគេទៅញោមកណាមេមាសការព្រះអង្គចាស់គ្រូអកុសលវិបាកចិត្ត7ដួងមានចក្ខុវិញ្ញាណសោតវិញ្ញាណខេនវិញ្ញាណជីវហាវិញ្ញាណកាយវិញ្ញាណសម្បដិឆន្ទៈនិងសន្តិរណៈចុះមានវេទនាអីខ្លះក្នុងនោះញោមនៅក្នុងហ្នឹងមានឧបេក្ខាវេទនានិងទុក្ខវេទនាឧបេក្ខានៅឯណាទុក្ខវេទនានៅឯណាញោមឧបេក្ខាវេទនានៅដួងទី1ទី2ទី3ទី4ទី6ទី7និងទុក្ខវេទនានៅដួងទី5ពោសាធុញោមស្រីនាងម្ដងញោមអហេតុកៈអកុសលវិបាក7ដួងហ្នឹងមានអីខ្លះហើយមានវេទនាអីខ្លះនៅឯណាខ្លះញោមគណៈនមស្ការគុណចាស់អកុសលវិបាកចិត្ត7ដួងមានចក្ខុសតៈខៀនជីវហាកាយសម្បដិឆន្ទៈសន្តិរណៈហើយមានឧបេក្ខាវេទនានិងទុក្ខវេទនាឧបេក្ខាវេទនាស្ថិតនៅដួងទី1ដួងទី2ដួងទី3ដួងទី4ដួងទី6និងដួងទី7ទុក្ខវេទនាស្ថិតនៅដួងទី5គុណចាស់ពោត្រូវហើយញោមពីម្សិលមិញនៅញោម
នៅញោមងាំណានៅញោមងាំញោមនឹងដូចជារួចឬនៅប្រហែលជារួចបាត់ហើយមើលទៅញោមញោមញោមងាំពីម្សិលមិញរួចឯណោះចេះចូលញោមនាងអកុសលវិបាក7ដួងមានអ្វីខ្លះទី1ទី2ទី3អីគេទៅញោម ណាមចាស់អកុសលវិបាក7ដួងមានចក្ខុសោតៈឃានៈជីវហាកាយសម្បដិកាយសម្បដិឆណៈហើយសន្តិរណៈហើយដែលវេទនានៅក្នុងដួងទី1ទី2ទី3ទី4ទី6ទី7ទុក្ខវេទនានៅក្នុងដួងទី5ចា៎បងសាធុញោមញោមគង់សុកឡាំងញោមតើដួងដែរនៅឯណាខ្លះញោមកណាខ្លាញ់គុំបងគ្រូអកុសលចិត្តវិបាកទាំង7មានឧបេក្ខាមានចក្ខុវិញ្ញាណខេនវិញ្ញាណសោតវិញ្ញាណខេនវិញ្ញាណជីវហាវិញ្ញាណកាយវិញ្ញាណសម្បដិឆណៈសន្តិរណៈមានវេទនានៅមានវេទនាខ្លះញោមវេទនាមានឧបេក្ខាមានទី1ទី2ទី3ទី4ទី6ទី7ទុក្ខវេទនាមាននៅទី4អង្គគ្រូ5ដួងទី5ទី5បងគ្រូក្នុងកាយណាញោមនៅក្នុងកាយបងញោមក្នុងកាយវិញ្ញាណកាយវិញ្ញាណបងសាធុញោមពូនម្ដងញោមអកុសលវិបាក7ដួងមានអីខ្លះបងកណាសុំទោមកណាអរគុណទៀតមិនសមម៉េចលោកម្ចាស់ហៅកណាឡាយជាប់លើម៉ាស៊ីនក៏ម៉ាស៊ីនម៉ាសាក៏ជាប់ទាំងដៃទាំងជើងទៅរើអត់រួចទូរស័ព្ទស្ដាប់កណាសូមអភ័យទោសទៀតចាស់កណាក្នុងអកុសលវិបាកចិត្តមាន7ដួងកណាទៀតមានចក្ខុវិញ្ញាណសតវិញ្ញាណខេនវិញ្ញាណជាមួយនឹងជីវហាវិញ្ញាណកាយវិញ្ញាណសម្បដិឆណៈសន្តិរណៈទៀតចាស់មានវេទនា2មានឧបេក្ខានិងទុក្ខសហកតាំងទៀតចាស់វេទនាមានដួងទី1ទី2ទី3ទី4ទី5មានទុក្ខទី6ទី7បានឧបេក្ខាទៀតចាស់កណាបងអរគុណកណាទុក្ខកាយវិញ្ញាណមិនបានជាទុក្ខវេទនាវិញញោមពូនហ្នឹងណាទៀតចាស់កាយវិញ្ញាណទៀតចាស់ដួងទី5កណាដួងទីមិនទៀតកណាដួងទី5ដួងទី5ជាទុក្ខវេទនាមែនទេញោមកណាទៀតចាស់ទុក្ខវេទនាយ៉ាងម៉េចទៅញោមអាហ្នឹងត្រង់កាយហ្នឹងរាល់តែកណាទុកតាមផ្លូវកាយទៀតចាស់ដូចជាយើងឈឺក្បាលឈឺជើងទុកតាមផ្លូវទុក្ខសហកតាំងកាយវិញ្ញាណទុកឲ្យយើងដឹងអត់មានទុកតាមផ្លូវចិត្តទេទុកតាមកាយបងសាធុហ្នឹងចាស់អរគុណទៀតបាលយើងវិលមុខគ្រោះថ្នាក់ចរាចរណ៍ចាក់សរោមចាក់ថ្នាំឬមួយក៏ឈឺកាពះចុកដៃចុកជើងកប់តសៃកប់អីណាញោមនេះឈឺក្បាលជង្គង់អីហ្នឹងណាញោមសត្វតែអកុសលវិបាកកាយវិញ្ញាណទាំងអស់ដូចគុណមិនមែនទេឲ្យតែចាស់ឈឺអញ្ចឹងមិនមែនទេណាញោមតាខ្លះអាយុ80 90ហើយគាត់ដើរធ្វើពងើយណាគាត់ដើរធ្វើពងើយអាហ្នឹងមកពីអីទៅញោមគេអត់មានអកុសលវិបាកកាយវិញ្ញាណគេអត់ធ្លាប់បរទេសគោនិយាយងាយឆាប់ជល់កណ្ដងទៀតចាស់យើងបរទេសគោម្ដងវ័យគ្នាចង់គឺមូលហេតុអីមកពីយើងបៀតបៀនសត្វទៅទៀតចាស់បានជាយើងអកុសលវិបាកទៀតចាស់បៀតបៀនសត្វបានពេកទៅអកុសលវិបាកណាអញ្ចឹងណាញោមវាចាក់ទាំងអស់គ្នាបងកុំសូវប្រើ
សัตว์សម័យសពថ្ងៃមានរបស់ទំនើបប្រើគូយន្តប្រើត្រាក់ទ័រអីម្ដងទៅ ឥឡូវអឺដូចជានៅទីញោមម៉ាណាមួយញោមម៉ាណាអកុសលវិបាក7ដួងនឹង មានអីខ្លះញោមរាប់មក ណាលោកម្ចាស់អកុសលវិបាក7ដួងមានចក្ខុវិញ្ញាណមានសត្តវិញ្ញាណមានឃាតវិញ្ញាណមានជីវហាវិញ្ញាណមានកាយវិញ្ញាណមានសម្បដិឆន្ទៈនិងសន្តិរណៈលោកម្ចាស់ មានវេទនាអីខ្លះក្នុងនោះញោម កណាលោកម្ចាស់កណាមានវេទនា2មានឧបេក្ខាវេទនានិងទុក្ខវេទនាលោកម្ចាស់មានឧបេក្ខាមាននៅដួងទី1ទី2ទី3ទី4ទី6និងទី7ទុក្ខវេទនានៅដួងទី5លោកម្ចាស់ ញោមមុំនៅគៀនស្វាយម្ដងញោមអកុសលវិបាក7ដួងនោះមានអ្វីខ្លះដែរញោម កណាថ្វាយគុំទេម្ចាស់អកុសល2ដួងមានឧបេក្ខាវេទនាមានចក្ខុវិញ្ញាណសត្តវិញ្ញាណឃានវិញ្ញាណជីវហាវិញ្ញាណនិងកាយវិញ្ញាណសម្បដិឆន្ទៈសន្តិរណៈទេម្ចាស់ មានវេទនាអីខ្លះដែរនៅក្នុងនោះញោម មានទុក្ខវេទនាឧបេក្ខាវេទនា ឧបេក្ខាវេទនានៅដួងណាខ្លះញោម នៅដួងទី1ទី2ទី3ទី4ទី6ទី7ទេម្ចាស់ ចុះទុក្ខវេទនានៅណាញោម ទុក្ខវេទនានៅដួងទី នៅដួងទី 5 5ទី 5ហ្នឹងឈ្មោះគេទេញោម ទុក្ខសហកតាំង កាយវិញ្ញាណ ទុក្ខសហកតាំងវិញ្ញាណ កាយទុកនៅក្នុងកាយ នឹងកាយវិញ្ញាណញោមឥឡូវហ្នឹងហើយញោមនេះម្ដងញោមណារ៉េតញោមណូអូគីដេអកុសលវិបាក7ដួងមានអីខ្លះញោម កណាថ្វាយគុំគុណចាស់អកុសលវិបាក7ដួងមានចក្ខុវិញ្ញាណសោតវិញ្ញាណឃានវិញ្ញាណជីវហាវិញ្ញាណកាយវិញ្ញាណ ហើយមានវេទនាអីខ្លះដែរក្នុងនោះញោម មានឧបេក្ខាវេទនាហើយទុក្ខវេទនាគុណចាស់ ឧបេក្ខានៅដួងណាខ្លះដែរញោមនៅដួងទី មាននៅដួងទី1ដួងទី2ដួងទី3ដួងទី4ដួងទី6ដួងទី7ទុក្ខវេទនានៅក្នុងដួងទី5គុណចាស់ សាធុញោមណារ៉េតដដែលញោមណារ៉េតវេទនាមានន័យថាម៉េចទៅចុះញោមវេទនា វេទនាគឺយើងទុក្ខលំបាកឈឺចាប់ឯណាគុណចាស់ វេទនាប្រែថាសោយអារម្មណ៍អញ្ចឹងណាញោម សោយអារម្មណ៍គុណចាស់ វេទនាសោយអារម្មណ៍ កណាចាស់ ហ្នឹង អារម្មណ៍ អា ទទួល រម្មណ៍ការទទួលនៅអារម្មណ៍គ្រប់សពបែបយ៉ាងហ្នឹងគេហៅថាវេទនា ទទួលសុខផងទុក្ខផងឧបេក្ខាផងទៀតម្ចាស់ណា ទូសាធុអញ្ចឹងញោមទាំងអស់គ្នាអកុសលវិបាកទាំង7ដួងទី1មានចក្ខុណាយើងនិយាយជាភាសាខ្មែរមកយើងហៅថាចក្ខុវិញ្ញាណគឺក្របភ្នែកសោតៈហ្នឹងគឺតិចឃានៈហ្នឹងគឺច្រមុះជីវហាហ្នឹងគឺអណ្ដាតកាយហ្នឹងគឺកាយសម្បដិឆន្ទៈហ្នឹងគឺការទទួលអារម្មណ៍សន្តិរណៈហ្នឹងគឺការពិចារណានៅអារម្មណ៍ណាគឺការពិចារណានៅអារម្មណ៍អញ្ចឹងមាន7ដួងបែបហ្នឹងឯងមាន7ដួងដល់ពេលមាន7ដួងអញ្ចឹងយកញាតិញោមអ្នកគ្នាអាចពិសោធន៍បានគ្រប់គ្នាណាពេលណាដែលឃើញរូបមិនល្អនឹងដឹងហើយផលរបស់អីគេគឺផលរបស់អកុសលហ្នឹងហើយដែលពីជាតិមុនធ្លាប់បង្ហាញរូបមិនល្អដល់អ្នកដទៃធ្លាប់ខឹងគេញោមទៅខឹងគេមុខមិនល្អឯណាបងបច្ចេញ្ញាការៈខឹងបច្ចេញ្ញាការៈស្អប់អញ្ចឹងហ្នឹងគឺដល់ពេលយើងកើតជាតិណាទៅឃើញរូបមិនល្អអញ្ចឹងណាញោមហ្នឹងហើយរស់នៅកុំទម្លាប់ទាស់មាត់ទាស់ករស់នៅកុំទម្លាប់អត់មាត់ខ្ញុំអត់មាត់ជាមួយអ្នកនេះទេអត់មាត់ជាមួយនោះទេ
มันបានទេញោមកុំទម្លាប់អញ្ចឹងណាញោមឧទាហរណ៍ថាញោមស្អប់អាត្មាខឹងអាត្មាឬមួយណាញោមអស់គ្នាណាឧទាហរណ៍អញ្ចឹងដល់ពេលឃើញមកអាត្មាអត់និយាយរកញោមមកអត់និយាយរកហ្នឹងគឺខាងក្នុងហ្នឹងគឺក្តៅកគុកឯណាទោសៈឃើញមុខអាត្មាពេលណាដូចអាត្មាហ្នឹងយកលំពេងទៅបុកចំដើមទ្រូងញោមហ្នឹងឯងចឹងណាអញ្ចឹងកុំទម្លាប់អត់មាត់អត់កជាមួយអ្នកណាម្នាក់ខ្ញុំទាស់មាត់ជាមួយអ្នកនេះទាស់មាត់ជាមួយនោះអត់បានទេអ្នកណាក៏យើងត្រូវតែរៀននិយាយជាមួយដែរគួរអាណិតណាញោមពេលខ្លះណាឧទាហរណ៍ថាញាតិញោមទាំងអស់គ្នាខឹងអាត្មាអត់មាត់អត់កជាមួយអាត្មាដល់ពេលអាត្មាជួលទៅជួបញោមថ្វាយគុំញោមឧទាហរណ៍ញោមជាលោកសង្ឃអញ្ចឹងណាឬក៏មួយញោមជាឯកឧត្តមជាលោកចន្ទាវអាត្មាក៏ទៅថ្វាយគុំញោមដល់ពេលថ្វាយគុំនិយាយខំនិយាយរកស្ដីរកហៅរកទៅជាថ្មឹងអត់និយាយជាមួយមុខកមោអាត្មាសบายចិត្តដែរអញ្ចឹងឧទាហរណ៍ណាអត់សบายចិត្តទេណាញោមក្នុងចិត្តហ្នឹងវារឿងក្រកក្ដួលដែរឧទាហរណ៍អញ្ចឹងបងអានេះឧទាហរណ៍អាត្មាទៅណាបើញោមក៏ដូចគ្នាដែរឧទាហរណ៍ថាអាត្មាខឹងញាតិញោមដល់ពេលខឹងរួចក៏ញោមមករកអាត្មាអត់ស្ដីជាមួយលោកម្ចាស់សុខសប្បាយអត់ឆានបាយរួចនៅអាត្មាថ្មឹងអត់និយាយជាមួយមុខកមោដាក់ញោមសប្បាយចិត្តដែរខាងក្នុងអត់សប្បាយទេធ្វើប្រភេទនឹងឯងគឺជាហេតុនាំឲ្យកើតនាំឲ្យក្របភ្នែកយើងកើតទៅជាតិណាហ្នឹងឯងឃើញរូបមិនស្អាតព្រោះយើងធ្លាប់ធ្វើមុខកមោដាក់គេព្រោះយើងនឹងឯងធ្លាប់ស្អប់គេធ្លាប់ខឹងគេអញ្ចឹងយើងទៅទីណាកន្លែងណាឃើញតែលាវមួកឃើញតែរបស់មិនស្អាតសាកសពណាខ្ញុំសាកសពកណ្ដុលខ្មោចកណ្ដុលអញ្ចឹងឯងក៏អញ្ចឹងកុំទម្លាប់បែបហ្នឹងអ្នកណាក៏ដូចអ្នកណាដែរណាញោមអាត្មាបញ្ជាក់ទីថាអ្នកណាក៏ដូចអ្នកណាដែរសិតតែគួរអាណិតសិតតែគួរឲ្យស្រឡាញ់ទាំងអស់អត់មានគួរឲ្យស្អប់អត់មានគួរឲ្យខឹងទេសត្វលោកលើលោកនេះណាសិតតែគួរឲ្យស្រឡាញ់ទាំងអស់បងអញ្ចឹងបុគ្គលនេះធ្វើខុសពីគេទៅខុសពីអញបុគ្គលនឹងគួរឲ្យស្អប់មិនមែនទេញោមមិនមែនទេឃើញគេធ្វើខុសពីយើងពេលខ្លះមកពីយើងខុសគេទេណាញោមមកពីយើងខុសគេទេបានគេខុសពីយើងបើយើងដូចគេទៅគេក៏ដូចយើងចឹងណាញោមបងអញ្ចឹងបើសិនថាយើងកមេវកម៉ៅគេនិយាយរកក៏មិនតបតជាមួយដោយអាងសំអាងថាអញខឹងគេអញស្អប់គេចេះមួយចុះពីរអត់ចំណេញទេញោមព្រោះនៅយូរទៅខាត់ទៅហើយកើតបដិខៈថ្នាក់ហើយស្ដាយក្រោយកាន់តែខ្លាំងទៅអាហ្នឹងណាញោមអញ្ចឹងក្របភ្នែករបស់យើងយកព្រះពុទ្ធជាគំរូញោមព្រះពុទ្ធមើលទៅកាន់អ្នកណាសិតតែគួរឲ្យស្រឡាញ់ទាំងអស់ព្រះពុទ្ធមើលទៅកាន់អ្នកណាភ្នែករបស់ព្រះពុទ្ធនឹងឯងមុខទឹកភ្នែករបស់ព្រះពុទ្ធនឹងឯងគឺភ្នែកមេត្តាមើលទៅកាន់អ្នកណាអ្នកនឹងគួរឲ្យស្រឡាញ់សម្ដីរបស់ព្រះពុទ្ធនិយាយចេញមកគឺសម្ដីដូចផ្កានឹងឯងអប់នឹងក្លិនក្អូបអញ្ចឹងអប់នឹងផ្កាវាក្អូបស្រាប់ឯណាញោមដល់ពេលយកទៅអប់ជាមួយនឹងក្លិនក្អូបវាក្អូបរត់ទៅខ្លាំងហើយយកផ្កាហ្នឹងឯងសាចមកចំមនុស្សលោកមកចំសត្វលោកអញ្ចឹងសត្វលោកឬពាក្យរបស់ព្រះពុទ្ធមួយម៉ាត់និយាយថាពីសុកផ្លូវចិត្តទៅហ្មងណាខ្ញុំជ្រាបចូលទៅឈប់ណាតែបើសិនថាយើងអត់អញ្ចឹងទេពាក្យសម្ដីក៏មិនគួរឲ្យចង់ស្ដាប់ដល់ពេលពាក្យសម្ដីដែលយើងប្រើទៅកាន់គេមិនគួរចង់ស្ដាប់វាជាបច្ច័យនាំឲ្យតិចរបស់យើងនឹងឯងឬសំឡេងមិនល្អគេហៅថាអកុសលវិបាកសតវិញ្ញាណអកុសលវិបាកសតវិញ្ញាណនឹងឯងគឺមានន័យថាតិចនឹងឬសំឡេងមិនល្អហើយតិចហ្នឹងនៅសុកស្រាប់តែឮគេជេរគេបន្ទោសគេនិយាយដើមគេរិះគន់អត់មិនមែនទេសត្វតែធ្លាប់ធ្វើនៅអំពើសត្វតែធ្លាប់ណានិយាយពាក្យសម្ដីគេឮពីជាតិមុនហ្នឹងឯងដោយពាក្យមិនពីរោះពាក្យមិនផ្អែមល្ហែមអញ្ចឹងណាពាក្យមិនពីរោះពាក្យមិនផ្អែមល្ហែមនឹងជាហេតុនាំឲ្យកើតអកុសលវិបាកសតវិញ្ញាណបងហ្នឹងដល់ពេលមួយទៀតញោមបន្ទាប់ពីសតៈហើយគិអ្នកចំោះរបស់យើងដូចគ្នាដែរ
មករបស់យើងពេលណាដែលធំក្លិនមិនល្អធំក្លិនស្អុយក៏ក្រេចចេញមកហ្នឹងគឺសុទ្ធតែជាអកុសលវិបាកខៀនអវិញ្ញាណទាំងអស់សុទ្ធតែអកុសលវិបាកខៀនអវិញ្ញាណទាំងអស់អញ្ចឹងពេលដែលចំោះរបស់យើងប៉ះជាមួយនឹងរបស់មិនល្អយើងគឺមកពីយើងនឹងឯងពីអតីតជាតិធ្លាប់ណាធ្វើឲ្យគេនឹងមានក្លិនមិនល្អក្លិនស្អុយបងក្លិនដូចបន្ទោបងមូលលីមួកពីវាលពីកាលអានឹងជាហេតុនាំឲ្យអ្នកដតីនឹងស្អុយនឹងយើងទៅកើតទីណាកើតក្នុងកន្លែងណាក៏នាំឲ្យយើងនឹងឯងស្អុយបងអញ្ចឹងណាឧទាហរណ៍ថាផ្ទះមួយនៅក្បែរអ្នកដតីគេមានដីមានអីដូចយើងដែរប៉ុន្តែដីគេនោះនៅតាមទីក្រុងហើយនៅតាមស្រុកស្រែមានខ្យល់អាកាសល្អតែដីយើងទៅចាប់ចំចិត្តកំណោសម្រាមអញ្ចឹងចិត្តកំណោសម្រាមស្ទឹងមានជ័យចិត្តកំណោសម្រាមជើងឯកញោមកើតមើលនឹងស្អីគេអកុសលវិបាកសតវិញ្ញាណអកុសលវិបាកខៀនអវិញ្ញាណណាដូចយើងមកវត្តណាញោមទាំងអស់គ្នាជាពិសេសយើងមកវត្តហ្នឹងសម្រាមអីហ្នឹងគឺថាត្រូវបោះចោលឲ្យមានស្ដាប់ធ្នាប់កាកសំណល់តែកាកសំណល់សម្រាមបោះចោលมันមានស្ដាប់ធ្នាប់វាមានជាតិស្អុយនឹងយើងសំបនិស័យស្អុយចាំមកជីវហាក៏ដូចគ្នាដែរញោមបងជីវហារសជាតិมันឆ្ងាញ់រសជាតិនឹងมันជាទីប្រាថ្នាมันជាទីពេញចិត្តហ្នឹងគឺដោយសារតែយើងនឹងឯងมันធ្លាប់ធ្វើបន់ទុកក្នុងកាលមុនបានជាកើតមកជាមនុស្សនឹងគេដែរណាញោមតែអត់មានអាហារហូបចុកគ្រប់គ្រាន់បន់ដែលនាំមកកើតជាមនុស្សមានតែបន់ដែលនាំឲ្យអាហារហូបចុកគ្រប់គ្រាន់អត់មានយល់ទេណាញោមមួយចំណុចហ្នឹងណាតែញោមឃើញមនុស្សដែលសុំទានខ្វះអាហារហូបចុកហ្នឹងលែងឆ្ងល់ហើយថាគ្នាហ្នឹងឯងបន់នាំមកកើតជាមនុស្សគ្នាមានគ្រប់គ្រាន់ដូចគេនេះឯងដែរតែដល់ពេលបន់ដែលនាំឲ្យមានអាហារបានគ្រប់គ្រាន់នឹងអត់មានដោយសារតែអត់បានសំទុកពីកាលមុនមកណាអត់បានសំទុកពីកាលមុនមកទៅកើតជាតិណាក៏រហេមរហាមបងរកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹកហ្នឹងហើយសម័យព្រះសម្មាសម្ពុទ្ធមានភិក្ខុ2អង្គភិក្ខុមួយឈ្មោះមេត្តយៈភិក្ខុមួយអង្គទៀតឈ្មោះភូមិជ្ជកៈបួសណាញោមបួសដូចគេដែរឯងដល់ពេលល្ងាចចឹងទៅលោកសិទ្ធិកល្យាណសិទ្ធិតែងតែមកមួនភិក្ខុសង្ឃនឹងឯងទៅឆាន់ក្នុងផ្ទះគាត់បងដល់ពេលភិក្ខុពីអង្គនឹងឃើញចាដល់វេនអញហើយដល់វេនអញទៅរកចូលទៅបន់ចូលទៅឆាន់បាយនឹងផ្ទះគេហើយអញ្ចឹងណាញញឹមទុកដល់ពេលចូលទៅដល់លោកសិទ្ធិនឹងចូលទៅដល់ក្នុងវត្តក៏បានថ្វាយបង្គំភិក្ខុដែលជាអ្នកចាត់លោកឲ្យទៅបន់ទៅឆាន់សួរថាលោកម្ចាស់ថ្ងៃស្អែកដល់វេនអង្គណាព្រះធេរៈលោកក៏បានប្រាប់ថាដល់វេនភិក្ខុមេត្តយៈនិងភូមិជ្ជកៈលោកសិទ្ធិនឹងគ្រាន់តែលឺវាធ្លាក់ចិត្តក្តុកហ្មងហ្នឹងដល់ពេលភិក្ខុហ្នឹងដឹងថាដល់វេនខ្លួនឯងមួយយប់ហ្នឹងសឹងអត់លក់ពេញមួយយប់ទៅហ្មងញោមពីព្រោះថាមួយជាតិកំណើតរបស់លោកហ្នឹងមិនដែលបានឆាន់អាហារឆ្ងាញ់ទេញោមតោះមិនដែលបានឆាន់អាហារឆ្ងាញ់ទេបានតែបាយកញ្ចុងកហើយនឹងទឹកជ្រក់បាយកញ្ចុងកមិនមែនកញ្ចុងកយើងច្រូតថ្មីណាញោមអង្គលក្ខណៈហួសដេលេហ្នឹងកញ្ចុងកបែកបាក់ខ្ទេចវល់វិញហ្នឹងណាហើយលេងកាមលេងអីតិចដល់ពេលទឹកជ្រក់ហ្នឹងគេថាទឹកជ្រក់ស្ពៃទឹកជ្រក់មមាញទឹកជ្រក់ផ្លែស្វាយគឺទឹកជ្រក់ទាំងអស់ហ្នឹងអត់មានកាកទេទឹកជ្រក់តែទឹកសុទ្ធណាបើថាជ្រក់ស្ពៃស្រង់កាកចេញអស់ទឹកជ្រក់ទឹកសុទ្ធនេះយកមកហូបជាមួយបាយអាទឹកជ្រក់វាយកទៅហូបជាមួយបាយប្រឡាក់ជាមួយបាយជូអែមឆាន់មួយជីវិតលោកឆាន់តែអញ្ចឹងដល់ពេលឮដំណឹងថាទៅឆាន់បាយក្នុងផ្ទះលោកសិទ្ធិលោកសប្បាយចិត្តថាអញថ្ងៃបានឆ្អែតមាត់ហើយថ្ងៃស្អែកឆ្អែតមាត់ហើយមួយយប់ហ្នឹងសឹងអត់លក់ទេណាមួយយប់តលភ្លឺនៅអង្គុយទល់មុខគ្នាអង្គុយជជែកគ្នាឆ្អែតហើយស្អែកបានឆ្ងាញ់ហើយស្អែកឡើងឆ្ងាញ់ហើយដល់ពេលស្អែកឡើងមន់ទៅឃ្លុំជីវរស្ពាយបាតអីត្រឹមត្រូវទៅដល់ផ្ទះលោកសិទ្ធិផ្ទះលោកសិទ្ធិអត់មកទទួលទេឲ្យអ្នកបម្រើនឹងចាត់ចែងទាសា
នាងទេសៈមន់លោមចាស់ចូលជើងរុកស្រូវចូលចាំពីខកពីអង្គហ្នឹងបែបចង្ហាន់គេធ្វើមិនតាន់រួចបានគេឲ្យអញមកអង្គុយចាំនៅជើងរុកស្រូវជើងរុកស្រូវមានពងអួយដែរញោមអត់មានទេណាញោមជើងរុកស្រូវអត់មានពងអួយទេហើយជើងរុកស្រូវហ្នឹងវាធំស្រូវធំស្គៀបផងហប់នឹងក៏ហប់ផងបែកញីក៏ខ្លាក់បងបែកញីក៏ខ្លាក់លោកចេះតែរំពឹងបែបគេធ្វើមិនតាន់រួចទេដល់ពេលគេលើកចង្ហាន់មកប្រគិនបាយគេចង់កទឹកជ្រក់ទៀតណាញោមមិនដឹងធ្វើម៉េចបើប៉ុនធ្វើបានតែប៉ុណ្ណឹងណាញោមប៉ុនធ្វើបានតែប៉ុណ្ណឹងក៏មិនដឹងធ្វើម៉េចញោមឆាន់នឹងឯងទៀតហ្នឹងគឺអកុសលវិបាកជីវហាវិញ្ញាណទោសអីគេញោមទោសអត់ធ្លាប់ធ្វើទៀនអញ្ចឹងបានថាញោមទាំងគ្នាញោមរៀនអភិធម្មណាញោមរៀនអភិធម្មហើយត្រូវចេះធ្វើទៀនផងញោមកុំគិតថាអភិកុសលចិត្តហ្នឹងមិនមែនតតែទៅធ្វើទៀនថ្វាយទៀនទេសូម្បីតែអង្គុយគិតដេកគិតក៏បន់ដែរមិនមែនទេញោមអង្គុយគិតដេកគិតហើយនឹងទៅធ្វើផ្ទាល់ខុសគ្នាញោមបងខុសគ្នាមែនតើចឹងណាញោមខុសគ្នាមែនតើដូចញោមអ្នករៀនធัวផ្ទាល់ហើយនឹងរៀនធัวតាមទូរស័ព្ទខុសគ្នាណាញោមអ្នករៀនផ្ទាល់គេនៅក្នុងមុខផ្ទាល់មានក្តារខៀនមានអីពន្យល់ដល់ពេលយើងរៀនតាមទូរស័ព្ទភាគរយរឿងចុកខ្សោយតិចអញ្ចឹងពេលដែលត្រាច់ទៅក្នុងសង្សារវដ្តអត់ទៀនមិនបានទេញោមអត់ទៀនមិនបានទេនេះដូចញោមពេលនេះណាមានឱកាសមានអីមកមានឱកាសមានពេលមកស្ដាប់ធัวស្ដាប់អាដោយសារពីជាតិមុនធ្លាប់ធ្វើទៀនទៅក្នុងកាលមុនបានជាកើតមកជាតិនេះមានហាហូបចុកមានលុយមានកាក់ចាយអីត្រឹមត្រូវទើបមានពេលមករៀនធัวតែបើសិនថាពីជាតិមុនអត់មានឱកាសអត់បានធ្វើទៀនទុកទេណាមកដល់ជាតិនេះគ្មានឱកាសរៀនធัวរៀនអាទេរវល់ទៅធ្វើការយកលុយចិញ្ចឹមកាពះនឹងឯងបងកន្លះធ្វើការមួយថ្ងៃវិញល្ងាចណាញោមគេធ្វើការថែមម៉ោងទៀតមកយប់នោះល្ងាចយប់ម៉ោង10ម៉ោង11ម៉ោង12រហូតដល់ភ្លឺទៀតនោះធ្វើការថែមម៉ោងញោមមើលមានពេលឯណារៀនធัวនឹងឯងទោសនៃការមិនបានធ្វើទៀនទុកក្នុងកាលមុនយល់ហើយណាញោមចឹងការធ្វើទៀនมันអត់ប្រយោជន៍ទេគឺជាហេតុនាំឲ្យសិលរីចម្រើនជាហេតុនាំឲ្យបញ្ញាកើតឡើងបងតទៅមួយទៀតញោមកាយនឹងក៏ដូចគ្នាដែរអកុសលវិបាកកាយវិញ្ញាណគឺជាទុក្ខសហកតៈប្រព្រឹត្តតាមផ្លូវកាយប្រព្រឹត្តតាមផ្លូវកាយដល់ពេលប្រព្រឹត្តតាមផ្លូវកាយដោយសារតែពីជាតិមុនមកភាគច្រើននោះយើងគឺធ្លាប់បៀតបៀនគេណាដល់ពេលធ្លាប់បៀតបៀនគេច្រើនធ្លាប់សម្លាប់គេវ័យគេទៅកើតជាតិណានោះឈឺច្រើនបងកៃឡាផ្ដាល់ញោមព្រះពុទ្ធជាម្ចាស់ព្រះអង្គធ្លាប់កើតជាកៃឡាផ្ដាល់ធ្លាប់កើតជាកីឡាផ្ដាល់ទៅលើកអុកគេមួយជង្គង់នោះបាក់ចង្កេះញោមដល់ពេលព្រះអង្គត្រាស់ដឹងជាពុទ្ធហើយក៏នៅតែឈឺចង្កេះដែរណាញោមពុទ្ធយើងណាព្រះសមណគោតមយើងឈឺចង្កេះខ្លាំងដោយសារតែធ្លាប់ពីជាតិមុនហ្នឹងឯងធ្លាប់ធ្វើជាកីឡាផ្ដាល់ហើយកីឡាផ្ដាល់ហ្នឹងឯងធ្លាប់វេយគេអញ្ចឹងអ្នកដែលធ្វើកីឡាផ្ដាល់សមបនិស្ស័យឈឺច្រើនហើយអ្នកដែលគ្រប់គ្រងដល់កីឡាផ្ដាល់ក៏សំពូជឈឺច្រើនដែរព្រោះអូអញ្ចេះល្អមើលចុះល្អមើលមួយថ្ងៃមើលហូរក្រាវណានឹងសំពូជឈឺច្រើនណាព្រោះឲ្យកម្លាំងចិត្តដល់គេញោមឧទាហរណ៍ថាញោមធ្វើឃើញអាត្មាធ្វើបន់ញោមត្រេកអរអនុមោទនានឹងបានបន់ដែរដល់ពេលមើលគេវ័យគ្នាញោមថាអូល្អអញ្ចេះត្រេកអរតាមគេហ្នឹងបានគេដែរព្រោះហ្នឹងបានគេដែរអញ្ចឹងប្រយ័ត្នណាញោមកីឡាផ្ដាល់គឺជាហេតុនាំឲ្យទុក្ខសហកតកាយវិញ្ញាណកើតឡើងអញ្ចឹងអកុសលវិបាកទាំង7ដួងបញ្ជាក់ម្ដងទៀតគឺមានចក្ខុគឺក្របភ្នែកនិយាយជាភាសាខ្មែរណាញោមក្របភ្នែកតិចច្រមុះណាតកាយហើយនឹងសម្បដិឆណៈសន្តិរណៈបងអាពីរខាងចុងរៀនអានឲ្យត្រូវណាញោមខ្លះអានអត់ទាន់ត្រូវទេញោមសម្បដិឆណៈបងបញ្ចេញសំឡេងអស់ណាសម្បដិឆណៈណាសន្តិរណៈអញ្ចឹងណាញោមសម្បដិឆណៈសន្តិរណៈបង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 ណៈសន្តិរណៈ